អតីតគ្រូបង្វឹករបស់ក្រុមអ្នកមានបន FC Barcelona បាននិយាយបែបនេះទៅកាន់ Lamine Yamal អតីតគ្រូបង្វឹក Barcelona លោក Carlos Reixach បានបង្ហាញទស្សនៈផ្ទាល់ខ្លួនជុំវិញយកខ្សែយុទ្ធវ័យក្មេង Lamine Yamal ទៅប្រៀបធៀបជាមួយនឹង Real Madrid Lionel Messi បិទតែ Lamine Yamal បច្ចុប្បន្នកំពុងតែបង្ហាញសមត្ថភាពល្អខ្លាំងនៅលើវិថីបាល់ទាត់និងទើបតែជួយឲ្យ FC Barcelona ឈ្នះពាន Spain Super Cup Copa del Rey និង La Liga រដូវកាល2025នេះក៏ដោយប៉ុន្តែលោក Carlos Reixach ដែលធ្លាប់ដឹកនាំក្រុមអ្នកមានបន FC Barcelona ចន្លោះឆ្នាំ2001ដល់ឆ្នាំ2002នោះបានឲ្យអង្គថាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ17ឆ្នាំលោកនេះគឺពុំទាន់អាចប្រៀបធៀបជាមួយនឹង Messi បានឡើយហើយលោកបានសង្កត់ធ្ងន់ថាតតែ50ឆ្នាំទៀតទើបអាចមាន Messi ទី2អតីតគ្រូបង្វឹក Barcelona បាននិយាយថាទេ Messi គឺមានភាពប៉ិនប្រសប់ជាងទាំងល្បឿនក៏លឿនជាង Messi រកបានគ្រាប់បាល់ច្រើនជាងយ៉ាងម៉ាល់ជាកីឡាករដ៏ល្អប៉ុន្តែគាត់មិនអាចស៊ុតបានគ្រាប់បាល់ច្រើនដូច Messi ធ្វើបាននោះទេលោកបានបន្ថែមទៀតថាមានមនុស្សជាច្រើនដែលនៅពេលនេះមានកីឡាករថ្មីមកដល់ពួកគេបាននិយាយថាអូនោះគឺដូច Messi ណាស់ក្នុងការរំពឹងលើ Messi ថ្មីពួកយើងទៅរងចាំរយៈពេល50ឆ្នាំទៀតតើបងប្អូនគិតថាការលើកឡើងរបស់អតីតគ្រូបង្វឹកអ្នកមានបន FC Barcelona និយាយបែបនេះតើត្រឹមត្រូវដែរឬទេសូមខមមិននៅខាងក្រោមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត